Chắc mà bọn tôi tha ta bật tông ní cứ chia kì bật tông mà dừng vậy tới cứ chia widget muối nó không Androidដែលគេបង្កើតវាឡើងមកដើម្បីឲ្យ user អាច click បានធ្វើ action អ្វីមួយបានឧទាហរណ៍ថាខ្ញុំចេញពី screen មួយនេះមក screen មួយនេះអញ្ចឹងអាហ្នឹងគឺជាការ click ប៊ូតុងឬក៏ click លើនិយាយទៅភាគច្រើនគឺគេប្រើប៊ូតុងគាត់ថាប៊ូតុងប្រភេទជា icon ឬក៏ជាគេចាញ់ក្នុងនេះគឺយើងមានប៊ូតុងច្រើនបងប្អូនអាចចូលមកកាន់ component បន្ទាប់មកយើងចូលមកកាន់កន្លែងប៊ូតុងអញ្ចឹងវានឹងចេញ all ប៊ូតុងឲ្យបងប្អូនឬក៏យើង specific ប៊ូតុងមកវានឹងចេញប្រភេទប៊ូតុងឲ្យយើងមើលជាប៊ូតុងយើងមាន elevate ប៊ូតុងដែលជាប្រភេទប៊ូតុង 3D fill ប៊ូតុងដែលស្មើ tonal ប៊ូតុងដែលមាន background ប្រភេទថ្លា outline border ជុំវិញហើយ text ប៊ូតុងគឺជាប៊ូតុងដែលជាអក្សរធម្មតាដែលអត់មាន background អ្វីសោះអញ្ចឹងគឺនេះគឺជាប៊ូតុងទាំង5ប្រភេទដែលពេញនិយមខ្លាំងជាងគេនៅក្នុង Android development គេក៏អាចដាក់ icon ពីមុខ icon ពីក្រោយទៀតដែរហើយវាមានទំហំតូចធំទៅតាម standard ដែលយើងកំណត់នីមួយៗបែកមកកាន់ Android យើងវិញខ្ញុំចូលមកកាន់ HTML កន្លែងនេះគឺខ្ញុំដាក់ ID ឲ្យវាមួយដើម្បីទាញយកទៅប្រើប្រាស់បាននៅក្នុង Kotlin អញ្ចឹងបងប្អូនអាចដាក់ថាប៊ូតុង login ឬក៏ប៊ូតុង click អីចឹងទៅជា ID យើងដាក់តាម business ជាក់ស្ដែងកន្លែងនេះទំហំទទឹងមកវិញគឺខ្ញុំដាក់ទៅជា transparent ហើយរបស់វាខ្ញុំយក wrap content ឲ្យវា wrap ទៅតាម content របស់វានៅក្នុងនេះគឺខ្ញុំអាចដាក់ text មួយអញ្ចឹង text នេះគឺយើងអាចដាក់ថាទៅ login តែប៉ុណ្នេះគឺប៊ូតុងយើងអាច run បានហើយអញ្ចឹងបងប្អូនអាចចូលមកកាន់ main activity កន្លែងនេះគឺខ្ញុំអត់ទាន់បានសរសេរ binding ទេខ្ញុំដាក់ private let I need var មានថាអត់ទាន់ I need value ទេអញ្ចឹង type binding ស្មើនឹង main activity main binding នៅក្នុង life cycle របស់ Android on create ខ្ញុំយកអត់ save first stitch ទេខ្ញុំតែ save bundle ធម្មតាបានហើយ state bundle តបមកខ្ញុំនឹង I need binding នេះឲ្យវាស្មើនឹង activity binding dot inflate ហើយនេះផាស layout inflator នៅពេលដែលយើង set binding ហើយយើង set content view មានន័យថាយក layout ហ្នឹងទៅសោកចូលដើម្បីប្រើប្រាស់បាន display បាននៅក្នុង activity អញ្ចឹងយើងប្រើ dot group អញ្ចឹងកន្លែងនេះបើសិនខ្ញុំសរសេរ binding dot តែយើងនឹងឃើញវាបាញ់ layout យើងមកហើយវាជាតិយើងប៊ូតុងយើងហ្នឹងអញ្ចឹងខ្ញុំដាក់ set on click listener on click listener ចឹងនៅក្នុងនេះបងប្អូនអាច print ទៅដាក់ឬក៏សរសេរ alert dialog មួយមក dialog dot builder sub dot builder ខ្ញុំផាស context របស់ខ្ញុំចូល add main activity អញ្ចឹងត្រង់កន្លែងនេះគឺខ្ញុំអាច set title set អីចឹងទៅខ្ញុំចេញយើង set title ចូលខ្ញុំដាក់ថាhello ប៊ូតុងអូខេដាក់ title មួយទៅយើងដាក់តបមកយើងឲ្យវា show ចាមិនដឹងដើរទាំងអត់ទេនេះខាន say UI អញ្ចឹងនៅពេលដែលកន្លែងនេះគឺយើងអាចនៅពេលដែលយើង run ទៅយើងនឹងឃើញប៊ូតុងរបស់យើងនៅក្នុង UI ហើយចឹងខ្ញុំបើក emulator របស់ខ្ញុំ click run ខ្ញុំឃើញថាមាន error អីគេ error Gradle ចឹងយើងចូលមកកាន់កន្លែងនេះវិញហើយជាអាចតាក់ទងនឹង error file នេះមួយដោយសារយើងបង្កើតចោលជើខ្ញុំលុបវាចោលវិញឬក៏ខ្ញុំសរសេរ save ចោលមួយក្នុងហ្នឹងមកអូខេខ្ញុំសរសេរ shape ឬក៏ខ្ញុំ control Z code របស់ខ្ញុំវិញមកចេះទុក shape ចោលទៅហើយ run ជំនាញដើរធម្មតាអូខេឥឡូវនេះប៊ូតុងយើងចេញមកហើយចេញមកជាប៊ូតុងបែបនេះខ្ញុំចង់ដូរទំហំ height របស់វាក៏បានឬក៏ខ្ញុំដូរ text size ដើម្បីដូរ text size បានគឺខ្ញុំបិទ emulator វិញបន្ទាប់មកខ្ញុំនឹងធ្វើការដូរ text size របស់វាខ្ញុំដាក់ថា text size 24 SP បន្ទាប់មកទៀតគឺខ្ញុំចង់ដាក់ពណ៌ឲ្យអក្សរវាទៅជាពណ៌ខ្មៅអញ្ចឹងខ្ញុំដាក់ text color តែ black black អញ្ចឹងតែអក្សរវានឹងចេញពណ៌ខ្មៅចុះបើសិនជាខ្ញុំចង់ឲ្យអានេះចេញអក្សរកុំឲ្យវាចេញអក្សរធំជា uppercase ទាំងអស់ខ្ញុំអាចដាក់text all capital set to fall ទៅវានឹងចេញទៅតាមអ្វីដែលយើងសរសេរហើយ
ចឹងយើងនឹង run ម្ដងទៀតបើ emulator មកវិញយើងនឹងឃើញថាយ៉ាប៊ូតុងយើងឃើញធំជាងមុនតិចធំជាងមុននៅក្នុងនេះគឺបងប្អូនអាច set background ឲ្យវាបានចឹង background គឺខ្ញុំយក Docker Blue ហើយជាអត់ដើរទេដោយសារតែតទៅនឹង sim ខ្ញុំ run យ៉ាអត់ដើរដូចខ្ញុំថាមែនចឹងដំណោះស្រាយធ្វើម៉េចបានយើងនេះបាននៅក្នុងនេះគឺបងប្អូនគាត់ឲ្យចូលមកកាន់ main activity យើងមកបន្ទាប់មកនៅក្នុងកន្លែង activity យើងឬក៏ក្នុងនេះយើងកំណត់ sim ណាមួយមកចូលឲ្យប្រើ app compact .light.no action bar ចឹងខ្ញុំ run ម្ដងទៀតវានឹងចេញ color ទៅតាមអ្វីខ្ញុំដាក់យ៉ាចឹងបងប្អូនឃើញ color វាដូរហើយអាហ្នឹងវាតទៅនឹង sim វា fix មកកាន់ប៊ូតុងរបស់យើងតែ sim យើងអាច specify ទៅតាម screen របស់យើងមួយបានប៉ុន្តែនេះខ្ញុំដាក់មក whole application មកនៅក្នុង level application នេះបន្តទៅទៀត back មកកាន់ប៊ូតុងយើងវិញគឺខ្ញុំគ្រាន់តែចង់ដាក់តិចហ្នឹងទៅជាពណ៌សអញ្ចឹងកន្លែងតិច color នេះគឺខ្ញុំដាក់វាយវិញមកឲ្យស៊ីគ្នាជាមួយនឹង background បងប្អូនអាច customize ប៊ូតុង background បានដោយបងប្អូនគ្រាន់តែចូលមកកាន់ខ្ញុំបិទទីនេះមួយកន្លែង drawable right click បងប្អូនគ្រាន់តែយក new បន្តមកយើងដាក់ឧទាហរណ៍ខ្ញុំមានឈ្មោះណាមួយដែលខ្ញុំបានបង្កើតហើយអូខេនេះបែបនេះ round blue ប៊ូតុងអូខេមានប៊ូតុងយើងមានហើយអញ្ចឹងនេះមួយនេះចឹងនៅក្នុងនេះគឺខ្ញុំយក shape ជា rectangle ដើម្បីឲ្យវាចេញកោងអញ្ចឹងនៅក្នុងនេះបន្តមកទៀតគឺបងប្អូនអាចដាក់solid ពណ៌ឲ្យវាអញ្ចឹង color គឺខ្ញុំយក darker blue បន្តមកខ្ញុំបិទ tag នឹងវិញ and then នៅក្នុង main solid ទេនៅក្នុង corner radius ហ្នឹងគឺផ្នែកកោងតាមជ្រុងរបស់វាតាមជ្រុងវាខ្ញុំយក24ឬក៏ខ្ញុំយកតែ8 dp ទៅយើងកោងបន្តិចបានហើយអញ្ចឹងដើម្បីប្រើប្រាស់ shape rectangle នេះបានគឺបងប្អូនគាត់អាចចូលមកកាន់ background យើងបដូរពីយកពី color យើងយកពី drawable យើងវិញបែបនេះអញ្ចឹងបងប្អូនឃើញហើយអញ្ចឹងខ្ញុំនឹងដាក់ប៊ូតុងមកកណ្ដាល screen ដើម្បីឲ្យបងប្អូនងាយស្រួលមើលនៅពេលដែលយើងដាក់មកកណ្ដាល screen ដោយសារតែយើងប្រើ relative layout អញ្ចឹងយើងមាន attribute មួយនៅក្នុងនេះអាច execute បាន center parent យើង set ទៅ true ទៅវានឹងមកកណ្ដាល parent របស់វាហើយបើសិនជាបងប្អូនចង់ឲ្យវាចេញ margin បងប្អូនអាច set margin ឲ្យវាមកអញ្ចឹង margin វាមាន margin ខាងលើ margin ឆ្វេង margin ស្ដាំអីចឹងទៅអញ្ចឹងយើងយកmargin start ខ្ញុំយក12 dp មិន sp ទេគឺ dp ដង ct នៅពេលដែល margin n ខ្ញុំ say n ស្លេចយក margin n ខ្ញុំយក12 dp ដែរមកវានឹងកម្លាតចេញផ្នែកខាងក្រៅរបស់វាមកហើយ and then ខ្ញុំនឹងសាក run ម្ដងទៀតខ្ញុំបើក emulator មកវិញទីមកកណ្ដាលបន្តិចអញ្ចឹងប៊ូតុងរបស់ខ្ញុំឃើញតែមានទម្រង់បែបនេះចុះបើសិនជាខ្ញុំចង់ឲ្យ radius វានឹងកោងជានឹងទៀតខ្ញុំធ្វើម៉េចនៅក្នុង shape របស់យើងគឺបងប្អូនអាចតម្លើងវាទៅជា24ឬក៏12ទៅវានឹងចេញកោងជានឹងទៀតហើយអញ្ចឹងបងប្អូនឃើញប៊ូតុងយើងចេញមករឿងមូលទេនៅក្នុងប៊ូតុងគឺមាន attribute តែប៉ុណ្្នឹងទេ click alert អត់អូខេនេះ alert ដែរចេញមកដោយសារតែយើងមានហៅវានៅក្នុង Kotlin អញ្ចឹងនៅក្នុង Kotlin មិញហ្នឹងខ្ញុំបានបង្ហាញដែរពីក្បាលវីដេអូមកយើងមានហៅ binding dot ប៊ូតុងបើសិនជាបងប្អូន click លើនេះវានឹងចូលមកកាន់ប៊ូតុងយើងហើយ and then យើងមើលមកក្នុងនេះវិញអញ្ចឹងកន្លែងនេះប៊ូតុង dot show ខ្ញុំអាចដាក់ set positive ប៊ូតុងអូខេ positive ប៊ូតុងហ្នឹងមានថាប៊ូតុងអូខេប៊ូតុងអូខេគឺបងប្អូនអាចសរសេរបែបនេះបានយើងដាក់អញ្ចេះមើល parameter វាមួយសិនដាក់ថា close ឬក៏អូខេ lambda សេជា lambda ចុះនៅពេលដែលគេ click cancel ក៏យើងត្រូវតែ dismiss ដែរយើងអាចទុកវាទេចុះខ្ញុំបញ្ជាក់ម្ដងទៀតចាំពេលប៊ូតុង alert គឺខ្ញុំនឹងបញ្យល់ឲ្យអ្នកនរគ្នាមើលនៅក្នុងនេះគឺយើង run តែនៅពេលដែលគេ click set on click listener គឺជា event click របស់ប៊ូតុងនៅពេលដែលគេ click វានឹងចេញ title ដោយសារយើង set
title តមកវាមានចេញ cancel កន្លែងនេះយើង set តិច cancel គឺវា action មួយនេះបើសិនជាបងប្អូន print កន្លែងនេះprint line dialog has been confirmed អញ្ចឹងកន្លែងនេះយើងចង់ធ្វើអីមួយធ្វើទៅបើសិនជា confirm ទៅ execute ហៅទៅ API គឺយើង pass request API កន្លែងហ្នឹងទៅតែបើអត់ទេយើងគាត់តែ practice ទេគឺយើងសេដូចខ្ញុំអញ្ចឹងក៏បានដែរអីទេរំដងទៀតនឹងធ្វើការបើក logcat ខ្ញុំ clear ចោលនៅពេលខ្ញុំ click អូខេតបមកខ្ញុំ cancel វានឹងចេញប៊ូតុង has been cancel នៅក្នុង logcat ម្ដងទៀត clear នេះចោលសិន confirm ប៊ូតុង has been confirmed so yeah វាមានប៉ុណ្ណឹងតើតនឹងប៊ូតុងហើយខ្ញុំគិតថាវា is kind of cool guys សម្រាប់ខ្ញុំប៉ុណ្នេះគឺខ្ញុំគិតថាបងប្អូនអាចប្រើប្រាស់ប៊ូតុងបានហើយនៅក្នុង Android application development អញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេច share ទៅឲ្យមិត្តភ័ក្តិដែលរៀន IT ផងដើម្បីគាត់បានយល់ដឹងពីផ្នែក mobile application development អញ្ចឹងសម្រាប់ខ្ញុំភក្ត្រាអរគុណច្រើនសម្រាប់ការចំណាយពេលមួយនេះបាយបាយ